download តែทำแนวតែមួយមុខ download គឺវាដដែលទេវាអត់បែកដូចចឹងថាវាអត់អញញ៉ៃគឺវា download ដែរឧទាហរណ៍ថា account វាមានវីដេអូមានរូបភាពស្អាតៗចឹង page យើងវាអត់មានរូបភាពផុសចឹងយើងអាចចូលមក profile វាហើយយើងចុចកន្លែង reel មកហើយយើងចុចlink វានេះមក copy បើយើងដូរទាំងអស់យើងត្រូវ scroll វីដេអូនឹងមួយអស់ឥឡូវខ្ញុំគឺអាតេសទេខ្ញុំ copy តែប៉ុណ្្នឹងទេហើយយើងយកមកផាសក្នុង tool យើងមកផាសប៉ុណ្្នឹងគឺយើងមិនទាន់អាចប្រកាសថាដូរបានអស់ទេចឹង tool នឹងវាមាន cookie file មួយទៀតជំនួយការដែលថា link ណាដែលវាដែលគេផុសទៅវាគេ private ឬគេកំណត់អាយុអញ្ចឹងcookie នឹងវាអាចជួយយើងបានវាអាចទាញយកមកតើបានអញ្ចឹងណាអញ្ចឹងចូលទៅ copy download cookie មកហើយយើងបើក tool យើងបើក tick មួយដើម្បីយើងបើក option cookie file ហ្នឹងហើយអញ្ចឹងយើងចុចទៅយកវាមកហើយចុចលើ cookie មកយើងចុច open មកវានឹងជាប់តែប៉ុណ្ណឹងជាការស្រេចមួយទៀតយើង save folder យើងសម្រាប់ download នៅកន្លែងតាអញ្ចឹងយើង download ធ្វើតែម្ដងមកចុចប៉ែកមកវានឹងធ្វើការ download អូតូម៉ាទិកអញ្ចឹងយើងទៅមើល folder យើងវាបានមកហើយនេះមានចំណងជើងស្រាប់ក្នុងអញ្ចឹងយើងស្រួលក្នុងការងារយើងមិនបាច់រោគនឹកទៅសេចំណងជើងអីចឹងណាអញ្ចឹងយើងដនមកគឺវាមានចំណងជើងស្រេច copy paste ចឹងណាហើយយើងសម្រាប់យើងធ្វើ page ច្រើនតើមាន tool ជំនួយបើយើងអត់មានទេធ្វើដៃមួយវាអត់ងាយនិយាយទៅវាអត់ងាយទេធ្វើអត់ទាន់គេយើងមាន tool យើងធ្វើ page បានច្រើនរូបភាពច្បាស់ក្រោយ tool នឹងមានតែប៉ុណ្្នឹងទេវាសាំញ៉ាំទេវាងាយស្រួលដាក់បើក pass link add cookie ចូលមកជាការស្រេចដនយកគ្នាមកវាមានតែ option ទេ tool នេះធ្វើសម្រាប់ download រូបភាពអរគុណ